ការរៀបចំទីប្រជុំជនយើងខ្ញុំនឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដីជូនឲ្យដំលោកទីលោករស័យទាំងអស់គ្រប់ឃុំបាទឥឡូវយើងប្រហែលជាសំណាងជាងមុនបន្តិចដោយសារថាมันមានមនុស្សណាមិនថាស្រីឬប្រុសចាស់ឬក្មេងទេគឺมันអាចស្រូបយកទិន្នន័យមកបូកហើយចេញនៅលទ្ធផលមួយដែលងាយយល់ទេឥឡូវយើងមាន AI នេះគឺគាត់ច្បាមយកព័ត៌មាននៅក្នុងប្រព័ន្ធអ៊ីនធឺណិតទាំងអស់មករៀបចំជាប្លង់គោលឲ្យយើងបានសាកធ្វើហើយខ្ញុំសូមគ្រប់រាយការណ៍ជូនដែរដោយមិនតាន់មានថវិកាទេក៏ប៉ុន្តែយើងបានធ្វើ700ឃុំបាទគ្រប់ឃុំទាំងអស់ជុំវិញបឹងលេសាបគ្រប់ឃុំទាំងអស់តាមតំបន់ឆ្នេរហើយ300ឃុំជាងទៀតហ្នឹងគឺចោះតាមកន្លែងផ្សេងយើងសាកបងមើលលទ្ធផលល្អប្រហែលនេះជាជំរើសមួយដ៏ល្អសម្រាប់យើងគឺប្លង់គោលនៃការប្រើប្រាស់ដីឃុំបាទអញ្ចឹងបងអាចដឹងហ្មងថាឃុំហ្នឹងក្នុងលំនៅឋានមានប្រមាណក្នុងផ្ទះមានសាលាវិទ្យាល័យប្រមាណអនុវិទ្យាល័យប្រមាណសាលាមត្តេយ្យសហគមន៍ប្រមាណហើយនៅទីតាំងណាដីកសិកម្មដីធ្វើស្រែប្រមាណដីដំណាំដំណោចប្រមាណគឺមាននៅក្នុងនឹងអស់ដីណាដែលជាដីជាតំបន់អភិរក្សដីណាដែលជាតំបន់រក្សាប្រភពទឹកគឺនៅក្នុងនឹងទាំងអស់ខ្ញុំចាត់ទុកថាប្លង់គោលនៃការប្រើប្រាស់ដីឃុំគឺជាឧបករណ៍ដ៏ប្រសិទ្ធភាពសម្រាប់យើងចុះមូលដ្ឋានចំនួនមនុស្សស្រីប្រុសអាយុការងារនៅនឹងទាំងអស់យើងមានវិធីធ្វើដែលអាចប្រសិទ្ធភាពជាងនឹងលឿនជាងនឹងបាទកុំតែចោលមនុស្សឲ្យបានទេអញ្ចឹងក្រុមការងារចុះមូលដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានกระดาษមួយស្លឹកហ្នឹងគឺគ្រប់គ្រាន់មកយើងដឹងមកថាភូមិយ៉ាងម៉េចនៅនឹងដៃហើយខ្ញុំនឹងធ្វើជា app ជូនបាទកុំឲ្យពិបាកមកសុំអគ្គរៀបចំដែនដីឬមួយថាអាជ្ញាធរមូលដ្ឋានកុំឲ្យពិបាកមកសុំអគ្គរដ្ឋបាលថ្នាក់ក្រោមជាតិអញ្ចឹងអគ្គមូលដ្ឋានអញ្ចឹងគឺដាក់ app ជូនហ្មងយើងដឹងដល់ប៉ុណ្ណេះទៀតឥឡូវនេះសាលាណាគួរធ្វើឬមួយមិនធ្វើព្រោះកំណើនប្រជាជននៅក្នុងនឹងស្រាប់អញ្ចឹងសាលាយើងប្រហែលជាដូរផ្នត់គំនិតយើងទៀតកាលពីមុនយើងធ្វើមត្តេយ្យយើងធ្វើបឋមអនុវិទ្យាល័យវិទ្យាល័យទៅមុខទៀតប្រហែលជាយើងហៅសាលាជាងព្រោះដោយសារសាលាហ្នឹងបើរាប់ពីបន្ទប់ថ្នាក់រៀនហ្នឹងបន្ទប់រៀនហ្នឹងគឺគ្រប់គ្រាន់ហ្មងសម្រាប់ឃុំហ្នឹងអញ្ចឹងសាលាឃុំសាលាស្រុកកន្លែងមួយចំនួននេះក៏ប្រហែលជាយើងត្រូវដូរការគិតគូររបស់យើងព្រោះវាឡើងដូចជានេះហើយព្រោះយើងបានដល់ជិតដល់ពីដានយើងហើយបាទដល់ឡែកបន្ទាប់ពីផែនទីនៃការប្រើប្រាស់ដីនេះមានឥឡូវនេះយើងធ្វើបាន700ហើយមាន1652ខ្ញុំនឹងធ្វើជូនឲ្យគ្រប់ជូនដើម្បីជាឧត្តមប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិកាលពីមុនកិច្ចការនេះយើងអត់មានអ្នកជំនាញគ្រប់គ្រាន់ទេយើងអត់មានថវិកាគ្រប់គ្រាន់ធ្វើទេតែមុនដាច់អាណត្តិនេះខ្ញុំរាយការណ៍ជូនឲ្យដល់ភិស្ទបណ្ឌិតក៏ដូចជាអង្គប្រជុំដែរថាខ្ញុំនឹងធ្វើឲ្យគ្រប់1652ជូនបាទជូនម្ដងហើយរៀងរាល់ឆ្នាំយើងត្រូវធ្វើបច្ចុប្បន្នភាព300ឃុំបាទអគ្គនាយកដ្ឋានគឺនឹងមិនមានពេលនឹងមិនមានមនុស្សធ្វើគ្រប់ទេអញ្ចឹងគឺត្រូវពឹងផ្អែកទៅលើឃុំកុំតែមិនមែនការងារថ្មីទេការងារសពថ្ងៃដែលឃុំបានធ្វើតែបញ្ជូនមកក្រសួងផែនការហើយអញ្ចឹងខ្ញុំរាល់ថ្ងៃនេះគឺអត់មានទៅធ្វើអីថ្មីទេគឺច្បាមយកព័ត៌មានពីក្រសួងផែនការពីក្រសួងមហាផ្ទៃបាទបូកបញ្ចូលនេះដើម្បីចេញជាប្លង់គោលនៃការប្រើប្រាស់ដីអញ្ចឹងបងទាំងអស់មិនអង្គុយភ័យទេថា
នឹងត្រូវធ្វើផែនប្លង់គោលការណ៍ប្រើប្រាស់ដីនេះអត់បាច់ភ័យទេគឺនឹងមានជូនតែម្ដងអញ្ចឹងទោះបីអភិបាលស្រុករបស់យើងមេឃុំរបស់យើងដូរឃុំដូរអីក៏ដោយគឺនឹងនៅមានទិន្នន័យនេះជាប្រចាំតែម្ដង